សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញបងប្អូនពីប្រភេទផ្កានេះគេហៅថាផ្កាចំប៉ីក្រហមតឿបងប្អូនឬក៏អ្នកខ្លះគាត់ហៅថាចំប៉ីតឿអីចឹងទៅណាបងប្អូនតែបើចំពោះខ្ញុំចូលចិត្តហៅវាតផ្កាចំប៉ីក្រហមតឿទេបងប្អូនហើយចំពោះផ្កាហ្នឹងគឺស្អាតណាបងប្អូននេះគឺនិយាយទៅផ្កាវាគឺរីកស្អាតពេញដើមហ្មងបងប្អូនហើយអានេះជាប្រភេទផ្កាដែលគេរបៀបដូចថាគេផ្សាំវាអញ្ចឹងណាឲ្យដើមវាឡើងមើលទៅដូចតឿអញ្ចឹងណាទៀបហើយមែកវាគឺបែកមែកសាខាច្រើនណាបងប្អូននេះដូចគុំវារបៀបគុំវាបែកមែកច្រើនអញ្ចឹងណាហើយផ្ការបស់វានឹងគឺគ្រប់មែកហ្មងណាបងប្អូនហើយផ្កាវាគឺពណ៌ក្រហមស្អាតហ្មងណាបងប្អូនហើយភាគច្រើនចំពោះផ្កាហ្នឹងភាគច្រើនបងប្អូនយើងភាគច្រើនគាត់ដាំជាលក្ខណៈគេហៅថាដាក់នៅមុខ office ការងារអីចឹងណាបងប្អូនហើយនេះគឺជាផ្កាដែលដាំនៅមុខ office កន្លែងការងាររបស់ខ្ញុំអញ្ចឹងណាបងប្អូននិយាយទៅគឺភាគច្រើនគេចូលចិត្តដាំវានៅមុខ office អីចឹងទៅណាបងប្អូនគឺល្អបងប្អូននិយាយទៅគឺវាមើលទៅគឺវាស្អាតអញ្ចឹងណាហើយមិនប្រកាសថាដាំតែនៅក្នុងមុខ office ទេយើងអាចដាំវានៅផ្ទះនៅអីក៏បានដែរបងប្អូនគ្រាន់ថាភាគច្រើនអានេះបើតាមខ្ញុំដឹងគឺភាគច្រើនកន្លែងការងារកន្លែងរកស៊ីអីចឹងគេចូលចិត្តដាំប្រភេទផ្កាហ្នឹងអញ្ចឹងណាបងប្អូនហើយគេយកដាក់នៅមុខ office មុខកន្លែងការងាររបស់គេអញ្ចឹងណាបងប្អូនហើយស្អាតណាបងប្អូនហើយចំពោះផ្កាហ្នឹងដូចជាខ្ញុំធ្លាប់ឬគេថាយើងអាចកាត់មែកវាបងប្អូនយើងអាចកាត់មែកវាយកទៅដោតដាំអញ្ចឹងក៏វាអាចដោះដែរអញ្ចឹងណាបងប្អូនហើយចំពោះបងប្អូនដែលគាត់បានដឹងពីរបៀបដាំផ្កានឹងអីបងប្អូនអាចចែកម្លែកឬក៏អាចខមមិនជួយប្រាប់ខ្ញុំបន្ថែមទៀតអញ្ចឹងណាបងប្អូនហើយជាចុងក្រោយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំណាបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា